បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងលោកប៊ីរដ្ឋកាលីហ្វ័រញ៉ាបាទថ្ងៃនេះគឺជារាត្រីថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025នៅម៉ោង10យប់នៅថ្ងៃទី4នេះគឺខ្ញុំមានព័ត៌មានបង្អែមលឿងមាត់មកផ្ទះធំដូចរសពម្ដងព័ត៌មានបង្អែមលឿងមាត់ប្រចាំថ្ងៃនេះគឺមានមេត្តាដូចតទៅទី1គឺរដ្ឋាភិបាលនិងយោធាថៃពួតដៃគ្នាបដិញ្ញាថាដណ្ដើមយកប្រាសាទតាកបីទៀតទោះក្នុងតម្លៃណាក៏ដោយកូរ៉េខាងត្បូងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំនៅក្នុងប្រទេសកូរ៉េវែកមុខក្រុមឆបោកអនឡាញដែលជាប់បណ្ដាញនៅកម្ពុជាថៃចង់បញ្ជូនប៉ូលីសទៅកម្ពុជាដើម្បីជួយគ្នាចាត់ការបញ្ហាឆបោកអនឡាញប្រធានសហព័ន្ធសហគមន៍សហគ្រាសធុនតូចនិងមធ្យមកម្ពុជាបំផុសមហាជនខ្មែរឲ្យស្អប់ផលិតផលថៃដោយចោទថាលួចដាក់សារធាតុគីមីហាមឃាត់លោកហ៊ុនសែនអះអាងសារជាថ្មីថាថ្នាក់ដឹកនាំកម្ពុជាមិនធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះឡើយវិបត្តិចាក់ស្រេះថ្នាក់ដឹកនាំខ្មែរទាល់តម្រេះជជែកគ្នារឿងអ្នកណាគួរស្លាប់មុនដើម្បីបទូបរិយាកាសអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់ផ្ដើមសួរគ្នារឿងបាត់លុយជំនួយកងទ័ពនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃទី4ខែវិច្ឆិកានេះបាទបងប្អូនព័ត៌មានដំបូងទៅមុនតកតងនឹងមហិច្ឆតារបស់ថៃចង់វាយដណ្ដើមយកប្រាសាទតាកបីខ្មែរវិញឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយថ្ងៃនេះគឺជារឿងភ្ជុះភ្ជុលមាដ៏សម្បើមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃទាំងនាយករដ្ឋមន្ត្រីថៃអនុទិនច័ន្ទវរៈគុលទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណត្តភងណាផានិចទាំងមេតបថៃទាំងរត្រែតហើយចូលនិវត្តន៍គឺលោកប៊ុនស៊ិនបាត់ខ្លាំងដែលសប្ងៃជាទីប្រឹក្សារបស់មេតបភូមិភាគ2ទាំងកងយុទ្ធពលខេមរៈភូមិន្ទរបស់ថៃនៅក្នុងផ្នែកជើងទឹកម៉ារីនជើងអីហ្នឹងគឺថាមកស្រោចគ្នាទាំងអស់គឺបច្ចៈចំហតកតងនឹងរឿងប្រាសាទតាកបីហេតុអីបានជាពេលនេះប្រាសាទតាកបីคล้ายទៅជាកម្មវត្ថុនៅក្នុងការជជែកនៅក្នុងមហាខ្សែភ្នែកឬក៏មតិសាធារណជនថៃគឺយើងដឹងថាថៃជិតដល់ពេលបោះឆ្នោតហើយបងប្អូនដោយសារតែរដ្ឋាភិបាលសប្ងៃនេះគឺអាយុខ្លីណាស់នៅតែ4ខែហ្នឹងមិនពេញគ្រប់គ្រាន់ផងព្រោះអីលោកអនុទិនច័ន្ទវរៈគុលបានសន្យាឲ្យថាការដែលត្រូវរំលាយរដ្ឋសភាគឺត្រូវធ្វើយ៉ាងយូរ4ខែដូច្នេះគាត់កាន់អំណាចមកនេះបានជាង1ខែអញ្ចឹងបានន័យថាត្រូវរំលាយអាចត្រឹមចុងខែធ្នូឬក៏ដើមខែមករាប៉ុន្តែលោកអនុទិនបាននិយាយថារំលាយចុងខែធ្នូនេះមុនដើមមករាខែមករាទៀតដោយសារតែគាត់ជឿទុកចិត្តថាប្រជាប្រិយរបស់គាត់នឹងលំមនឹងអាចឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់ធ្វើជានាយករដ្ឋមន្ត្រីពេញសិទ្ធិទូទាំងប្រទេសសម្រាប់ការបោះឆ្នោតលើកក្រោយនេះដូច្នេះដោយសារតែសារចង់បានជាប់ឆ្នោតនេះធ្វើឲ្យអ្នកនយោបាយថៃចាប់ផ្ដើមប្រើសារនយោបាយច្រើនតែសារនយោបាយនេះគឺចំពោះរដ្ឋាភិបាលខ្ញុំអត់ឆ្ងល់ទេពលរដ្ឋាភិបាលចង់បានសម្លេងឆ្នោតពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតក៏ប៉ុន្តែយោធាថៃនេះហេតុអីក៏ចាប់ផ្ដើមប្រើសារនយោបាយដែរគឺនយោបាយនៅក្នុងន័យថាស្អំចិត្តប្រជាពលរដ្ឋរឿងប្រាសាទតាកបីបងប្អូនដឹងហើយនៅពេលដែលបាញ់គ្នាប្រាវនៅថ្ងៃទី24ខែកក្កដាដល់ថ្ងៃទី28ខែកក្កដាគឺរយៈពេល5ថ្ងៃនេះគឺថៃគ្រប់គ្រងតំបន់ទាំងអស់ដែលធ្លាប់ត្រួតស៊ីគ្នាចំនួនយ៉ាងតិច10កន្លែងនេះគឺអ្វីដែលថៃអះអាងកម្ពុជាថាអត់មានថៃយកបានកន្លែងណាទេគឺខ្មែរគ្រប់គ្រងទាំងស្រុងតែខ្ញុំនិយាយអំពីការអះអាងរបស់ថៃសិននៅពេលដែលបាញ់គ្នាប្រាវគឺថៃអះអាងថា11កន្លែងគឺថៃវាយគ្រប់គ្រងបាន10កន្លែងលើកលែងតែមួយកន្លែងគត់គឺប្រាសាទតាកបីហើយប្រាសាទតាកបីនេះថៃបានអះអាងថាកងទ័ពកម្ពុជាមូសមុតអង្អាចក្លាហានមួយយ៉ាងហើយក៏ប៉ុន្តែរឿងមីនច្រើនពេកដែលដាក់នៅជុំវិញប្រាង្គប្រាសាទតាកបីហ្នឹងដែលជាដីនៅក្នុងព្រៃហ្នឹងដែលធ្វើឲ្យទាហានថៃចូលមកដាច់ជើងហើយមិនអាចនឹងវាយចូលបានដោយសារតែមីនដាច់ជើងនឹងច្រើនពេកអញ្ចឹងថៃអះអាងថាទី1ទាហានខ្មែរបកកាយដែរទី2គឺថាដោយសាររឿងមីនច្រើនពេកមិនអាចចូលបានទើបឲ្យប្រាសាទតាកបីស្ថិតនៅក្នុងដៃរបស់ទាហានខ្មែររហូតមកដល់ពេលឥឡូវហើយការដែលថាទាហានខ្មែរកាន់កាប់ប្រាសាទតាកបីហើយថៃយកអត់បាននេះថៃទទួលស្គាល់ថាយកអត់បាននេះគឺធ្វើឲ្យប្រជាពលរដ្ឋថៃកំពុងតែថ្នាំងថ្នាក់ចិត្តមែនតើថ្នាំងថ្នាក់ចិត្តហ្នឹងគឺដោយសារតែប្រជាពលរដ្ឋថៃស្មានតែប្រាសាទតាកបីថៃយកបានដែរ
ក៏ប៉ុន្តែចុងក្រោយនៅពេលដែលឃើញទាហានខ្មែរបង្ហាញរូបថតបង្ហាញអីដែលឃើញមានបាវខ្សាច់បាវអីដាក់នៅលេនដ្ឋាននៅប្រាសាទតាកបីហើយគ្រប់គ្រងប្រាសាទតាកបីអីអញ្ចឹងទៅធ្វើឲ្យចាប់ផ្ដើមពុលមែនតើមហាជនថៃហ្នឹងគឺររឿងថៃមែនតើថាហេតុអីក៏មិនដណ្ដើមយកប្រាសាទតាកបីឲ្យបានព្រោះជារបស់ថៃអានេះគឺជាការអះអាងរបស់គេតាមពិតប្រាសាទតាកបីនេះគឺស្ថិតនៅក្នុងតំបន់ប្រទីងបតុងដែរបងប្អូនដោយសារពីដើមឡើយដោយសារតែមិនត្រូវគ្នាហ្នឹងសុកចិត្តឲ្យមានអ្នកចូលមកយាមល្បាតនៅក្នុងប្រាសាទតាកបីហ្នឹងគឺយោធាខ្មែរ2យោធាថៃ2នេះគឺជាអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងសម្រាប់សម្រួលគ្នានៅក្នុងខ្លឹមសារ MOU 2000អីហ្នឹងក្រោយៗមកក៏ធ្វើតែអញ្ចឹងដែរហើយនៅប្រាសាទតាមាន់ធំគឺដោយសារតែត្រួតស៊ីគ្នាថៃថារបស់ថៃខ្មែរថារបស់ខ្មែរហ្នឹងគឺយើងមានទាហានអត់ពាក់កភ្លើងអត់មានបំពាក់អាវុធអីហ្នឹងចូលទៅល្បាតនៅក្នុងតួប្រាង្គប្រាសាទតាមាន់ធំ5នាក់គឺ5ថៃ5ខ្មែរប៉ុន្តែឥឡូវនេះគឺអ្វីដែលថៃយកមិនបានគឺមានតែប្រាសាទតាកបីទេព្រោះថៃអត់បាននិយាយពីរឿងប្រាសាទតាមាន់ធំថៃអត់បាននិយាយពីរឿងប្រាសាទតាមាន់តូចថៃអត់បាននិយាយពីកន្លែងណាផ្សេងទៀតទេភ្នំទ្រាប់ក៏អញ្ចឹងដែរព្រោះអីថៃបានគ្រប់គ្រងទាំងស្រុងនៅលើនោះអស់ហើយបើសិនជាថៃគ្រប់គ្រងអត់បានថៃអត់មានមកស្ងាត់ស្ងៀមឲ្យមកសម្ោចក្នុងខោរឿងប្រាសាទតាកបីដែលយកអត់បាននេះទេអញ្ចឹងបងប្អូនចេះតែថាមួយថ្ងៃផ្ញើសារចុកឲ្យនៅក្នុងអា Facebook របស់ខ្ញុំហ្នឹងថាគេមានបងប្អូនគេនៅជួរមុខនៅអីណាកុំចេះតែថារឿងប្រាសាទតាមាន់ធំប្រាសាទអីហ្នឹងគឺកងទ័ពខ្មែរយើងគ្រប់គ្រងទាំងស្រុងដោយទាំងភ្នំទ្រាប់ផងអត់មានបានបាត់មួយចំអាម1មីលីម៉ែត្រណាទៅថៃទេខ្ញុំរីករាយពេលតែឮសូរសលេងបែបហ្នឹងគឺខ្ញុំពេញចិត្តមែនតើដោយសារអីនៅពេលដែលឮថារបស់យើងបានគង់វង្សណាព្រោះយើងអត់ចង់ឲ្យបាត់របស់ហ្នឹងទៅថៃប៉ុន្តែបងប្អូនស្រែកមកហ្នឹងបងប្អូនមានមើលរូបវីដេអូគេអត់ខ្ញុំកំពុងតែឆ្ងល់ពេលដែលយើងនិយាយថាយើងគ្រប់គ្រងប្រាសាទតាមាន់ធំមានមើលវីដេអូគេចុះទៅប្រាសាទតាមាន់ធំគេចុះទៅមានអនុទិនច័ន្ទវរៈគុលគេមានអ្នកដែលចុះទៅស៊ើបអង្កេតពីកន្លែងដែលថ្មបែកថ្មអីដែលដូចថាបាញ់គ្នានឹងត្រូវប្រាសាទហ្នឹងគឺខាងថៃគេចុះមកប៉ុន្តែខ្មែរយើងអត់មានរូបថតមកស្លឹកទាត់តែសោះតែម្ដងតាំងពីបាញ់គ្នាហើយមកភ្នំទ្រាប់ក៏តែអញ្ចឹងយើងថាភ្នំទ្រាប់យើងគ្រប់គ្រងបានតែថ្ងៃណាក៏ឃើញថៃរៀបឥតថ្ងៃណាក៏ឃើញថៃឈូសផ្លូវថ្ងៃណាក៏ឃើញអ្នកសារព័ត៌មានថៃឡើងទៅលើភ្នំទ្រាប់កំពូលភ្នំទ្រាប់កន្លែងដែលយើងធ្លាប់ឈរជើងហ្នឹងហើយឃើញម៉ូតូឃើញស្អីរបស់ស្លាកលេខខ្មែរហ្នឹងនៅរាយប៉ាយដែលថៃយកជាអាវុធជាគេហៅថាគ្រឿងបានមកពីសង្គ្រាមអាជ័យភ័ណ្ឌណាគឺគេយកមកផ្សាយទៅយកដែរមានរូបថតមកស្លឹកហើយទៅមកចាប់ផ្ដើមប្រាប់ថាអានឹងរបស់យើងអានឹងរបស់យើងខ្ញុំពេញចិត្តរបស់យើងប៉ុន្តែយើងអត់មានរូបថតនឹងសោះយើងមានតែរូបថតឥឡូវហ្នឹងប្រាសាទតាកបីហ្នឹងដែលយើងចាប់ផ្ដើមឃើញទាហានខ្មែរបង្ហោះវីដេអូហ្នឹងគឺគ្រប់គ្រងប្រាសាទតាកបីហ្នឹងគឺថៃគេប្រាប់តាំងពីដើមទីមកម៉េះតាំងថ្ងៃ29មកម៉េះ29កក្កដាថៃប្រាប់ឲ្យថា11កន្លែងថៃយកអត់បានទេប្រាសាទតាកបីហ្នឹងគឺគេប្រាប់ឲ្យចាំបាច់ប្រសាបង្ហាញវីដេអូក៏គេដឹងដែរថាហ្នឹងយើងបានព្រោះថៃទទួលស្គាល់ថាយកប្រាសាទតាកបីអត់បានទេប៉ុន្តែអត់បោះបង់សិទ្ធនៅក្នុងការទៀមទាទេថៃនិយាយរហូតថាថ្ងៃណាមួយនឹងវាយយកប្រាសាទតាកបីឥឡូវដល់ពេលដែលឃើញវីដេអូហ្នឹងវាធ្វើឲ្យក្រំចិត្តប្រជាពលរដ្ឋថៃសម្បើមថៃទាំងនាយករដ្ឋមន្ត្រីទាំងយោធាទាំងអីចាប់ផ្ដើមស្រោចគ្នាស្រោះគ្នាថានឹងបដិញ្ញាវាយដណ្ដើមយកប្រាសាទតាកបីវិញឲ្យខាងតែបានក្នុងតម្លៃណាក៏ដោយប៉ុន្តែថៃគេនិយាយថាមិនទាន់ប្រើកម្លាំងទេគេចង់ប្រើការទូតការចរចាការពិភាក្សាគ្នាអីសិននៅពេលនេះដែលថៃចាប់ផ្ដើមដាក់លក្ខខណ្ឌថ្មីមួយទៀតគឺយោធាថៃរដ្ឋាភិបាលថៃគឺព្រមគ្នាថាប្រាសាទតាកបីចាប់ផ្ដើមคล้ายទៅជាចំណុចចរចាទៀតបើសិនជាកម្ពុជាមិនដោះមីននៅក្នុងតំបន់ប្រាសាទតាកបីនឹងទេគឺថៃមិនដោះលែងទាហានខ្មែរទាំង18នាក់ហើយក៏អត់មានទៅរកភាពសុខដុមរមនាត្រូវរើគ្នាបើកព្រំដែនបើកអីវិញដែរនេះវាទៅជាអញ្ចឹងទៀតដល់បងប្អូនឃើញថៃខូចខ្ញុំបានប្រាប់ហើយថានៅពេលដែលយើងលុះក្រោមអធិពលនៅក្នុងការធ្វើតាមលក្ខខណ្ឌថៃបានណាថៃនឹងកាច់យើងរហូតហើយឥឡូវគឺកាច់ទៀតហើយយកអ្នក18អ្នកជាចំណាប់ខ្មាំងថ្ងៃនេះថ្ងៃទី97ថ្ងៃហើយ3ខែជាងហើយបងប្អូនដែលនៅក្នុងការគ្រប់គ្រងរបស់ថៃឥឡូវនេះពួកគេយកជាចំណាប់ខ្មាំងមែនឯងថ្ងៃនេះគឺលោកអនុទិនច័ន្ទវរៈគុលនិយាយបែបប្រហើថាគឺបើសិនជាអត់មានណែដោះលែណែ
ដោះមីននៅតំបន់ប្រាសាទតាកបីឬក៏មិនបានប្រាសាទតាកបីវិញមកដល់ភាគីថៃគ្រប់គ្រងទេគឺដំណើរការនៃការដែលត្រូវរើគ្នានឹងគឺអត់ត្រូវទេអត់មានចង់និយាយថាទាហានក៏មិនដោះលែងហើយប្រើពាក្យអញ្ចេះទៀតនាយករដ្ឋមន្ត្រីថៃប្រើពាក្យថាទាហានខ្មែរទាំង18នាក់នឹងត្រូវដោះលែងទាល់តែខ្មែរនិងថៃលែងឆ្លោះគ្នាមានអញ្ចឹងដែរថៃនិងខ្មែរឯណាដែលអត់ឆ្លោះគ្នាបងប្អូនឆ្លោះគ្នាប្រមាណ100ឆ្នាំហើយហ្នឹង7-800ឆ្នាំហើយហ្នឹងហើយបើប្រើពាក្យថានឹងដោះលែងទាហានហ្នឹងនៅពេលដែលថៃនិងខ្មែរលែងឆ្លោះគ្នាបានន័យថាទាហានហ្នឹងគឺទៅមិនដោះលែងទេអញ្ចឹងភាសានេះគឺជាភាសាដែលដូចថាយកជាចំណាប់ខ្មាំងហើយចេះតាកំណត់លក្ខខណ្ឌអីស្រេចតែក្បាលចិត្តរហូតណាហើយកម្ពុជាធ្វើតាមរហូតហើយនៅពេលដែលធ្វើតាមរហូតហ្នឹងខ្ញុំជឿថាយើងធ្វើតាមមនុស្សខូចពិបាកមែនតើបើយើងធ្វើតាមមនុស្សដែលមានក្រិតក្រមមានគោលការណ៍មានអីយើងអត់សូវអីយើងបានភាពយុត្តិធម៌នៅពេលដែលយើងធ្វើតាមមនុស្សខូចគឺបានន័យថាយើងនឹងបាត់បង់ច្រើនតាមមនុស្សខូចហើយយើងនៅតែអត់ធ្មត់អញ្ចឹងអញ្ចឹងមនុស្សខូចឃើញយើងអញ្ចឹងកាច់យើងរហូតឥឡូវនេះដល់ពេលដល់គាត់និយាយអញ្ចឹងគឺយើងនឹកឃើញអំពីភាពអាសូររបស់ទាហានយើងទាំង18នាក់មិនដឹងវាសនាថ្ងៃណាបានគេដោះលែងទេព្រោះគេគិតថាតើតែលែងឆ្លោះគ្នាតើតែថៃគិតថាតំបន់ព្រំដែនហ្នឹងលែងមានគ្រោះហានិភ័យឬគ្រោះថ្នាក់អីដល់ទាហានថៃដល់សន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋថៃបានគេដោះទាហានថៃនឹងទាហានខ្មែរមកវិញហើយគេចាប់ផ្ដើមបើកព្រំដែនអីអញ្ចឹងរឿងហ្នឹងកាលទៅបងប្អូនមិនដឹងថាប្រហែលខែប្រហែលឆ្នាំទៀតទៅដូច្នេះរឿងនេះគឺយើងនឹងតាមដានតទៅទៀតជាមើលល្បិចថៃនឹងយ៉ាងណាគាត់ថាអ្វីដែលការលើកឡើងបែបនេះគឺធ្វើឲ្យយើងកាន់តែបារម្ភខ្លាំងមែនតើថារឿងព្រំដែនខ្មែរថៃនេះគឺស្ងប់តែខាងកម្ពុជាទេខាងថៃគឺគេមិនស្ងប់ទេឥឡូវនេះគឺមានតែហ៊ានមានអីគេនឹងដើរប្រាប់មកជាពិសេសនៅតំបន់ខេត្តត្រាតជាប់ជាមួយខេត្តកោះកុងនៅពោធិ៍សាត់នៅអីអាផ្ទះ3កន្លែង3ខ្នងអីហ្នឹងរដេញរំលាយរំលើងអីហ្នឹងគឺថារាល់ថ្ងៃគឺអត់មានឈប់ទេព្រោះថៃសម្ោចក្នុងខោរាល់ថ្ងៃតែម្ដងតែយើងកម្ពុជាជ្រើសរើសយកវិធីមួយគឺដកអាវុធតាមអញ្ចឹងទៅអាវុធយើងយុទ្ធភ័ណ្ឌយើងចិត្តតែដកអញ្ចឹងទៅផ្សាយអញ្ចឹងរាល់ថ្ងៃទៅដើម្បីស្អំចិត្តថៃដែរថាយើងធ្វើឲ្យសហគមន៍អន្តរជាតិហ្នឹងក៏មើលទៅថាខ្មែរយើងជ្រើសរើសរកវិធីហ្នឹងទៅសុកចិត្តឲ្យថៃគេបំពេញអីបំពេញទៅបានអីបានទៅខ្មែរដកឲ្យអាវុធតិចទៀតដោះឲ្យមីនតិចទៀតជំនះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទឬក៏អនុញ្ញាតឲ្យថៃផ្ដាល់ប្លង់កម្មសិទ្ធិឲ្យជនជាតិថៃអាស្រ័យផលលើដីខ្មែរនឹងតិចទៀតតកតងនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរអនឡាញហ្នឹងគឺត្រូវតែសម្រួលគ្នាអញ្ចឹងទៅបាទឥឡូវរឿងនេះគឺថៃគឺនៅតែមិនឈប់ចិញ្ចឹមចិត្តនៅក្នុងការដណ្ដើមយកប្រាសាទតាកបីឲ្យខាងតែបានហើយបងប្អូនម្ដងទៀតណានៅពេលដែលថៃចិញ្ជ្រឹមតែពីប្រាសាទតាកបីបានន័យតែប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចថៃយកហើយព្រោះអីថៃអត់និយាយសោះបើសិនជាថៃនិយាយដែរអានឹងយើងនៅតែទុកចិត្តថាថៃយកអត់ទាន់បានតែដល់ពេលថៃមកនិយាយជ្រុំទៅរឿងប្រាសាទតាកបីហើយមិនទៅនិយាយពីរឿងភ្នំទ្របនិយាយពីរឿងប្រាសាទតាមាន់ធំដើម្បីទៅដើមយកសិទ្ធិកាន់កាប់ដែរចឹងបានន័យថាអានោះវាស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថៃហើយនេះគឺយើងទាញទៅតាមសមត្ថកម្មនិងការគ្មានរូបថតមួយសន្លឹកសោះពីខាងភាគីកម្ពុជាយើងមានតែប្រាសាទតាកបីដូចខ្ញុំនិយាយចឹងប្រាសាទតាកបីមិនបាច់មានរូបថតក៏បានដែរព្រោះថៃប្រាប់ថាអានឹងគេវាយយកអត់បានទេគឺបោះយើងតាំងតែពីអើយមកហើយតាំងពីបាញ់គ្នាប្រាមកម៉េះឥឡូវបន្តទៅទៀតគឺតកតងនឹងរឿងថៃគេដាក់លក្ខខណ្ឌយើង4បងប្អូនណាលក្ខខណ្ឌដកអាវុធធុនធ្ងន់ឲ្យអស់លក្ខខណ្ឌបោសសម្អាតមីនតាមព្រំដែនគេកំណត់ទីតាំង13កន្លែងឥឡូវគេកំពុងរករឿងយើងទៀតថាភាគីថៃភាគីកម្ពុជាដូចជាមានការជំទាស់ចំណុចមួយចំនួននៅក្នុងកន្លែងដោះមីនអតិភិបនឹងថាឥឡូវកំណត់តែមួយកន្លែងសិនទេគឺភូមិព្រៃច័ន្ទនិងភូមិជោគជ័យនឹងដើម្បីដោះកន្លែងហ្នឹងជាចំណុចសាកល្បងតែថៃថាមានកន្លែង15 13 12ផ្សេងទៀតនិយាយទៅ13កន្លែងអញ្ចឹងនៅ12ទៀតហ្នឹងគឺដាច់ខាតកម្ពុជាត្រូវតែយល់ព្រមឲ្យដោះហ្នឹងមានណាតំបន់មុំ3ប្រាសាទតាកបីអីហ្នឹងទៅដោះមីននឹងអស់ហ្នឹងចប់ហើយយើងថៃចូលយកឡើងផុយដូច្នេះវាពិបាកមែនតើក្នុងរឿងហ្នឹងខ្ញុំថាកម្ពុជាក៏អត់ស្រួលដែរពិបាកនៅក្នុងការដែលស្អំចិត្តថៃ
ស្អំចិត្តសហគមន៍អន្តរជាតិថាយើងគោរពតាមកិច្ចព្រមព្រៀងប៉ុន្តែវាជាហាក់បីដូចជាបើកទ្វារដូចយើងដូចថាឆ្ការព្រៃឫស្សីឲ្យថៃបាច់ប្រាក់ដួងបានណាអាហ្នឹងវាពិបាកដែរតែចាំមើលតទៅទៀតមើលតើជំហរហ្នឹងប៉ុណ្ណាប៉ុន្តែឥឡូវនេះថៃក៏យកវិធីកេងចំណេញសារនយោបាយច្រើនដែរយើងកុំជឿថៃ100%នោះព្រោះគេចិត្តបោះឆ្នោតរបស់គេដែរដូច្នេះនិយាយអីហ្នឹងគឺស្អំចិត្តប្រជាពលរដ្ឋថៃលែងនិយាយពីបច្ចេកទេសគឺនិយាយធ្វើម៉េចស្អំចិត្តប្រជាពលរដ្ឋថៃដែលចង់ទាប្រាសាទតាកបីវិញឲ្យបានហ្នឹងគឺឲ្យប្រជាពលរដ្ឋនៅសុរិន្ទជាពិសេសស្ងប់ចិត្តគេចង់ទាប្រាសាទខ្នាទាស្អីសពបែបយ៉ាងហ្នឹងគឺដើម្បីស្អំចិត្តប៉ុន្តែរឿងស្អំចិត្តមិនស្អំចិត្តហ្នឹងតើវារពើប៉ុណ្ណាគឺថៃធ្វើបានស្រេចចិត្តព្រោះខ្មែរយើងអត់អាចធ្វើអីបានទេព្រោះរដ្ឋាភិបាលទី1បង្ក្រាបទី2គឺយើងយកវិធីអត់ធ្មត់ហ្នឹងទៅហើយដូច្នេះថៃអាចបន្តធ្វើអីតាមប្រទេសផ្ដាស់ហ្នឹងតទៅទៀតចុះតកតងនឹងរឿងលក្ខខណ្ឌមួយទៀតគឺលក្ខខណ្ឌពីការដែលសហការគ្នាប្រយុទ្ធប្រឆាំងការសម្អាតឬក៏ប្រយុទ្ធប្រឆាំងការឆបោកអនឡាញកម្ពុជាក្រសួងមហាផ្ទៃបានចាត់ក្រុមការងារមានប៉ូលីសមានទាហានអីឬក៏ប៉ូលីស12រូបអីហ្នឹងដើម្បីសហការគ្នាដល់ពេលធ្វើការងារនេះរួមជាមួយថៃឥឡូវនេះឮសូរខាងភាគីថៃបាននិយាយបង្ហើបមកថាបានជជែកជាមួយភាគីកម្ពុជាថៃមានបំណងចង់បញ្ជូនប៉ូលីសថៃឲ្យចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដើម្បីសហការគ្នាប្រយុទ្ធប្រឆាំងការជួយឆបោកអនឡាញហ្នឹងនេះគឺជាសាររបស់ខាងប៉ូលីសថៃទេប៉ុន្តែអត់ទាន់មានអ្វីដែលលើកឡើងពីខាងកម្ពុជាទេបើសិនជាប៉ូលីសថៃចាប់ផ្ដើមមានវត្តមាននៅក្នុងដែនអធិបតេយ្យកម្ពុជាវាមានរូបភាពពីរទៀតហើយបងប្អូនដូចខ្ញុំបញ្យល់ពីម្សិលយប់ម្សិលអញ្ចឹងដូចថាពេលឲ្យ FBI អាមេរិកចូលកម្ពុជាឲ្យប៉ូលីសកូរ៉េខាងត្បូងចូលកម្ពុជាគឺយើងសហការគ្នាបង្ហាញថាយើងមានតម្លាយើងស្មោះត្រង់យើងមិនមានអីលាក់លៀមទេចូលមកឥឡូវបើថៃគេឃើញអញ្ចឹងគេចង់ចូលមកដែរគឺបានន័យថាគេចាប់ផ្ដើមកាយសម្រាមយកមកដាក់ប្រទេសយើងដើម្បីឲ្យប្រាប់ថាឃើញយើងវាក៏ក្រិចអញ្ចឹងដោះស្រាយខ្លួនឯងអត់បានទេតើតែគេយកមនុស្សគេមន្ត្រីជំនាញគេមកជួយបានធ្វើកើតណាអាហ្នឹងវាមានរូបភាពល្អនិងរូបភាពអាក្រក់ក្នុងពេលជាមួយគ្នានឹងតែយ៉ាងណាខ្ញុំបន់ស្រន់ឲ្យរឿងនេះដោះស្រាយឲ្យបានហើយបើថៃយកប៉ូលីសថៃមកជួយនៅស្រុកខ្មែរហ្នឹងជួយអីចាប់លោកលីយ៉ុងផាត់ឬក៏លោកហ៊ុនតូឬក៏អ្នកអង្គញាកុកអានព្រោះថៃកំពុងរករឿងហើយបើបានមកអញ្ចឹងចុះលីរតនៈរស្មីហើយពេជ្រកំស្រិននោះរឿងលោកលីលឹមកំយ៉ានោះយ៉ាងម៉េចចឹងកម្ពុជាក៏អាចពិបាកដែរនៅក្នុងការឲ្យប៉ូលីសថៃមកចូលក្នុងដែនអធិបតេយ្យកម្ពុជាយើងអត់ទាន់មានព័ត៌មានពីខាងប៉ូលីសកម្ពុជាទេនេះថៃលើកឡើងខ្លួនឯងទេចាំមើលថាតើកម្ពុជានិយាយយ៉ាងម៉េចតែកម្ពុជាបាននិយាយឲ្យថាគេសហការនៅក្នុងកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមនៅកាឡាលំពួរថ្ងៃ26ខែតុលាហ្នឹងគឺបាននិយាយថាព្រមសហការអត់អីទេអញ្ចឹងវាអាចចូលសងថៃនៅក្នុងការបញ្ជូនប៉ូលីសថៃមកកម្ពុជាបើបញ្ជូនក៏ល្អដែរបងប្អូនឲ្យថាជួយសហការគ្នាវែកមុខទៅអាចចង់ទៅរកចាប់លីរតនៈរស្មីនិងពេជ្រកំស្រិនដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារលោកលឹមកំយ៉ាផងហើយនឹងតាក់ទងនឹងរឿងមកកណោក៏ដឹកឆោបោកហ្នឹងក៏ជួយគ្នាទៅព្រោះអីកម្ពុជាបើកទ្វារចំហឲ្យហើយតាហើយនៅពេលដែលកំពុងតែរឿងយើងសស្រាំនេះគឺខាងកូរ៉េខាងត្បូងឯណោះបើកការស៊ើបអង្កេតទ្រង់ទ្រាយធំនៅក្នុងប្រទេសកូរ៉េខាងត្បូងដែរដើម្បីវែកមុខក្រុមឆបបោកអនឡាញដែលជាជាប់បណ្ដាញនៅកម្ពុជានេះតាមសារព័ត៌មានយន្តហ័ព្ទដែលផ្សាយកាលពីម្សិលមិញគឺចង់និយាយប្រាប់ថាកូរ៉េខាងត្បូងគឺគេចាប់ផ្ដើមបើកការស៊ើបអង្កេតទ្រង់ទ្រាយធំទៅលើមជ្ឈមណ្ឌលមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្ដងគេពិនិត្យមើលបញ្ហាបង់ពន្ធហើយបង់ពន្ធនេះគឺវាមានពាក់ព័ន្ធនៅអ្នកដែលរស់ស៊ីហ្នឹងគឺជាប់នឹងក្រុមសង្ស័យជាអក្រិតជនឆបបោកអនឡាញពាក់ព័ន្ធនឹងក្រុមហ៊ុន Prince របស់ Prince Group របស់លោកអុកញ៉ាចិនស៊ីអ្នកអុកញ៉ាចិនស៊ីទៀតបាទអានេះគឺជារឿងដូចខ្ញុំប្រាប់ចឹងសម្លកពឹសគឺខាងសារព័ត៌មានយន្តហ័ព្ទកាលពីថ្ងៃម្សិលមិញគឺថ្ងៃទី3ខែវិច្ឆិកាហ្នឹងគឺគាត់បានថាអាជ្ញាធរពន្ធរបស់ប្រទេសកូរ៉េខាងត្បូងហ្នឹងគឺបានចាប់ផ្ដើមបើកការស៊ើបអង្កេតទ្រង់ទ្រាយធំគឺមើលការិយាល័យមួយនៅទីក្រុងនៅប្រទេសកូរ៉េខាងត្បូងតែម្ដងដើម្បីតាមវែកមុខអ្នកដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Prince របស់អង្គការ Gen Z នេះដែលឥឡូវនេះគឺជាបណ្ដាញនិយាយទៅក្រុមហ៊ុនហ្នឹងជាប់ឈ្មោះថាជាអ្នកពាក់ព័ន្ធនឹងបណ្ដាញឆបោកអនឡាញសកលទៅហើយ
បាទក្រុមប្រតិបត្តិការសេវាពន្ធដារជាតិរបស់កូរ៉េខាងត្បូងឈ្មោះថា National Tax Service ឬហៅកាត់ថា NTS បានចាប់ផ្ដើមការស៊ើបអង្កេតនេះហើយគឺទៅរកមើលមជ្ឈមណ្ឌលឬក៏ការិយាល័យមួយនៅកណ្ដាលទីក្រុងសេអ៊ូលតែម្ដងដោយសារតែរដ្ឋាភិបាលកូរ៉េបានបើកការស៊ើបអង្កេតហើយក៏បកកប្រាក់បកកអីតាមធនាគាររបស់លោកអ្នកអង្គការ Prince Gen Z នេះបដាទៅហើយបាទតែយ៉ាងណាគឺមានប្រាក់បង្កក់រាប់លានយួនដែរយើងតាមដានរឿងនេះតទៅទៀតតើរឿងនឹងបានតម្រុយយ៉ាងណានេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះបងប្អូនហើយព័ត៌មានបន្ទាប់ទៀតនៅពេលដែលយើងមានរឿងចាក់ស្រេះបែបនេះហ្នឹងគឺពីរឿងបើកព្រំដែនខ្មែរថៃវិញថៃឥឡូវនេះម៉ោងណាក៏និយាយពីរឿងព្រំដែនខ្មែរថៃនឹងដែរថាគេមិនបើកទេគេទាល់តែដោះស្រាយរឿងអស់អីលាក់នឹងលាក់ទាហានខ្មែរក៏មិនដោះលែងដែរគឺថាថៃនឹងចង់បង្ហាញពីភាពអស្ចារ្យរបស់ខ្លួនថាខ្មែរយើងនឹងទៅអង្វរគេរាល់ដងអារឿងបើកព្រំដែននេះអញ្ចឹងណាតែយ៉ាងណាក៏វាមិនប្លែកអីដែរព្រោះអីខាងកម្ពុជាពេលខ្លះមើលចំហដោយរៀងកដាលដែរទេព្រោះលោកហ៊ុនម៉ាណែតធ្លាប់ប្រាប់ហើយថារឿងព្រំដែននេះគឺកម្ពុជាជើងក្រោយឯងព្រោះថៃបិទមុនអញ្ចឹងថៃបើកទៅកម្ពុជាថា5ម៉ោងក្រោយចាំបើកអីចឹងទៅប៉ុន្តែអារឿងព្រំដែនបើកមិនបើកហ្នឹងគឺវានឹងឈានទៅរកការបើកដោយថ្ងៃណាមួយចាក់ជាមិនខានទេព្រោះអីតែមានសេចក្តីប្រកាសរួមបែបនេះគឺឈានទៅរកការសម្របសម្រួលឲ្យមានភាពប្រក្រតីឡើងវិញមិនអញ្ចឹងហ៎បើមិនអញ្ចឹងចាំបាច់មានកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមនឹងទៅអីហើយតែមានការព្រមព្រៀងគ្នានឹងហើយដល់ដំណាក់កាលចុងក្រោយវាត្រូវតែបើកព្រំដែនឡើងវិញទទួលយកបានឬមិនទទួលយកបានអានឹងគឺជារឿងរបស់អស់លោកតាឥឡូវវាមានរឿងចេះមួយដែលគួរឲ្យភ្ញាក់ផ្អើលដែររឿងព្រំដែនអត់ទាន់បើកឡើងវិញទេប៉ុន្តែមានយុទ្ធនាការរបៀបជាសកលនៅក្នុងប្រទេសកម្ពុជាហើយជាយុទ្ធនាការដ៏គួរឲ្យបារម្ភមែនទែនចំពោះខ្ញុំថាបងប្អូនភរិយាផលិតផលថៃពាក់អីហ្នឹងគឺធ្វើទៅតាមចិត្តចង់ចោះព្រោះខាត់ស្ដាប់ទេព្រោះអីថ្នាក់ដឹកនាំហ្នឹងក៏តែអញ្ចឹងពេលខ្លះក៏ច្រើនទូបដោយទឹកពេលខ្លះហ្នឹងក៏ចេញមកធ្វើជាទប់អីអញ្ចឹងទៅប៉ុន្តែ2ថ្ងៃមុនគឺនៅក្នុងកិច្ចប្រជុំមួយតាក់ទងរឿងការលើកស្ទួយផលិតផលខ្មែរហ្នឹងគឺមានមន្ត្រីជាន់ខ្ពស់គឺប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាលោកបំផុសឲ្យមហាជនខ្មែរស្អប់ផលិតផលថៃដោយចោទថាមានលួចដាក់សារធាតុគីមីហាមឃាត់ទោះបីឥឡូវទល់ដែនបើកទៅវិញផលិតផលគេលក់មកថោកជាងយើងតែយើងត្រូវគិតថាផលិតផលដែលគេធ្វើថោកគេចង់ចាញ់ឈ្នះយើងគេដាក់សារធាតុគីមីដែលប្រទេសមហាអំណាចគេអត់ប្រើបើយើងនៅតែប្រើទៀតអានឹងគឺយើងក្បត់ឧត្តមគតិជាតិយើងណាបង្ហោះសារហើយចាប់ផ្ដើមចោតប្រកាន់ផលិតផលនៃរដ្ឋបរទេសថាមានដាក់សារធាតុគីមីនៅក្នុងផលិតផលហើយដាក់ជារួមបែបនេះណាសារនេះណាខ្ញុំថាជាការដើរហួសបន្ទាត់ក្រហមនៅក្នុងនាមជាប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជាហើយព្រោះអីខ្ញុំមិនហាមឃាត់ខ្ញុំគិតថាលោកអង្គញាតែតាំងប៉លោកមានបេះដូងចង់ជួយខ្មែរខ្ញុំជឿថាយើងនេះគឺជាអ្នកដែលខ្មែរជាតិនិយមដែលគួរឲ្យកោតសរសើរព្រោះអីលោកចង់គាំទ្រផលិតផលខ្មែរចង់រកទីផ្សារឲ្យប្រជាពលរដ្ឋខ្មែរមានភាពរឹងមាំនឹងគេយើងកុំឲ្យគេឌីលយើងឲ្យផលិតផលយើងខ្ពង់ខ្ពស់យើងឲ្យផលិតផលយើងនឹងគឺទទួលគាំទ្រទៅកសិករមានរបរទទួលទានមានប្រាក់ចំណូលក៏ច្រើនឧស្សាហកម្មសហគ្រាសខ្មែររីកចម្រើនក៏មានការងារអីច្រើនជួយខ្មែរហើយជាមុខមាត់ជាកិត្តិយសរបស់ខ្មែរដែរខ្ញុំជឿថាសារលោកតែតាំងប៉គឺអ្នកណាក៏គាំទ្រដែរដើម្បីលើកផលិតផលខ្មែរលើកស្ទួយផលិតផលជាតិយើងលើកមុខមាត់ជាតិយើងលើកកិត្តិយសសេចក្តីថ្លៃថ្នូរសិលធម៌សុជីវធម៌ភាពអង់អាចខែងរ៉ៃរបស់ខ្មែរខ្ញុំគាំទ្រលោក 100% ក្នុងក្រុមការលើកផលិតផលខ្មែរខ្ញុំជឿថាបងប្អូនខ្មែរនៅគ្រប់ទិសទីអ្នកណាក៏ចង់គាំទ្រផលិតផលខ្មែរដែរគ្រាន់តែអកុសលផលិតផលខ្មែរអត់ដែលសូវបានដល់មកសហរដ្ឋអាមេរិកទេឃើញតែផលិតផលយួនផលិតផលថៃផលិតផលចិនម៉ាឡេហ្វីលីពីនវៀតណាមអីហ្នឹងគឺពេញស្ទរអាស៊ីនៅក្នុងសហរដ្ឋអាមេរិកនេះ
នឹងជាការពិតប៉ុន្តែឥឡូវឃើញមានអង្គខ្មែរមានអីមកបដាយើងសប្បាយចិត្តតែជួយគ្រប់គ្រងគ្នាណាក៏ប៉ុន្តែអត់ត្រូវការប្រើពាក្យរហូតដល់ថាពេលដែលយើងចង់លើកផលិតផលយើងហើយយើងចាប់ផ្ដើមបង្អាប់ផលិតផលគេក្នុងនាមជាអាជីវករក្នុងនាមជាអ្នកគ្រប់គ្រងសហគ្រាសឬក៏អីអញ្ចឹងខ្ញុំសំណូមពរសូមឲ្យលោកអុកញ៉ាតែតាំងពកាត់បន្ថយវោហារសាស្ត្របែបនយោបាយបំផ្លាញគ្នាឯងវិញណាខ្ញុំថាយើងជួយលើកស្ទួយជាតិយើងជួយល្អហើយលើកផលិតផលយើងទៅប៉ុន្តែកុំទៅវាយតម្លៃបង្អាប់ផលិតផលគេខ្ញុំដឹងហើយថាយើងអត់ពេញចិត្តផលិតផលថៃខ្ញុំដឹងហើយថាយើងកំពុងតែធ្វើពហិការផលិតផលថៃប៉ុន្តែជាតិសាសន៍ពីយើងមិនមែនជាសត្រូវនឹងគ្នាទេនៅពេលមានដំណាក់កាលណាមួយតើតែយើងឈប់ឲ្យផលិតផលថៃចូលនៅក្នុងដែនដីកម្ពុជាហ្មងអានឹងបានយើងអស់អំពីការដែលរស់ស៊ីជាមួយគ្នាប៉ុន្តែនៅពេលដែលមានសេដ្ឋកិច្ចទីផ្សារសេរីសេដ្ឋកិច្ចដែលបើកចំហជើងមេឃជាមួយប្រទេសទាំងអស់គឺការប្រកួតប្រជែងទីផ្សារមិនមែនការវាយតម្លៃបង្អាប់ផលិតផលគេទេចង់និយាយថាខ្ញុំនិយាយនេះខ្ញុំមិនមែនជាតិនិយមគ្រប់គ្រងថៃទេខ្ញុំចង់និយាយថាភាសាមួយម៉ាត់ជួនកាលវាថ្លឹងថ្លែងឲ្យមែនតើការដែលនិយាយឲ្យរួចពីមាត់ដើម្បីស្អំចិត្តប្រជាពលរដ្ឋខ្មែរថាលោកស្រឡាញ់ជាតិជាកំបិតចិត្តដងទេហើយខ្ញុំនិយាយបែបនេះខ្ញុំនៅតែសរសើរថាលោកអុកញ៉ាតែតាំងពគឺមានបេះដូងចង់ជួយផលិតផលខ្មែរអញ្ចឹងមែនហើយប៉ុន្តែសាររបស់លោកកន្លែងនេះដែលខ្ញុំលើកយកមកនិយាយហើយវាធ្វើឲ្យគ្រោះថ្នាក់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជាតិហើយនិងភាពវិជ្ជាជីវៈរបស់ខ្មែរទៀតនេះគឺអញ្ចឹងហើយបងប្អូនក៏ជួយយកទៅពិចារណាកុំជឿខ្ញុំទាំងអស់ខ្ញុំនិយាយគ្រាន់តែឲ្យបកស្រាយឲ្យខ្ញុំចង់ឲ្យខ្មែរយើងថ្លៃថ្នូរមានសុជីវធម៌មានសិលធម៌ហើយក៏ខ្លាំងខែងរែងក្នុងភាពយុត្តិធម៌ទាំងអស់គ្នាដែរសារនេះណាតាមពិតបើយើងស្ដាប់ជាខ្មែរពេញចិត្តណាស់ព្រោះលោកចង់លើកស្ទួយផលិតផលខ្មែរមែនតើប៉ុន្តែសារដែលគ្រោះថ្នាក់បំផុតគឺលោកប្រើពាក្យថាយើងត្រូវយល់ថាគេធ្វើថោកបានន័យថាផលិតផលគេតម្លាក់តម្លៃដើម្បីទាញទីផ្សារទុកចិត្តប្រជាពលរដ្ឋខ្មែរឲ្យទិញគេចង់ឈ្នះផលិតផលខ្មែរយើងគឺគេដាក់សារធាតុគីមីពាក្យដែលខ្ញុំប្រើពាក្យគ្រោះថ្នាក់កន្លែងនេះគឺការដាក់សារធាតុគីមីបងប្អូនផលិតផលដែលគេធ្វើថោកគេចង់ចាញ់ឈ្នះយើងគេដាក់សារធាតុគីមីដែលប្រទេសមហាអំណាចគេអត់ប្រើសារធាតុគីមីនេះវាគ្រោះថ្នាក់ណាស់សម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរតែវារត់តែគ្រោះថ្នាក់ពឹសពុលមែនតើនៅពេលដែលចេញពីមាត់របស់ប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមដែលគ្មានភ័ស្តុតាងខ្ញុំនិយាយបែបនេះគឺចង់និយាយថាបើលោកថាផលិតផលគេមានអាហារមានសារធាតុគីមីតើអាហារប៉ុន្មានមុខតើអង្គភាពកម្មគនត្រូលកម្ពុជាបានរាយនាមអាហារគីមីរបស់ថៃប្រមាណប្រភេទមានជាតិគីមីប្រមាណហើយកម្រិតហាមឃាត់ប្រមាណតើបានហាមឃាត់ផលិតផលនោះមិនឲ្យចូលមកប្រទេសកម្ពុជាលក់លើទីផ្សារដោយសារតែមានសារធាតុគីមីលើសកម្រិតហ្នឹងតើរដ្ឋបានហាមឃាត់ដូច្នេះឬនៅដូច្នេះនៅពេលដែលលោកប្រើពាក្យថាតែគេបទូតម្លៃគឺគេដាក់គីមីដើម្បីធ្វើបាបខ្មែរយើងហើយប្រទេសមហាអំណាចគឺគេហាមប្រើផលិតផលថៃច្រើនណាស់នៅក្នុងសហរដ្ឋអាមេរិកនេះអត់ទាន់មានហាម5ផលិតផលណាដែលយើងដឹងថាគេហាមតើគីមីហ្នឹងគឺមានភ័ស្តុតាងអីទៅលោកត្រូវបង្ហាញហើយប្រជាពលរដ្ឋខ្មែរកំពុងតែដាក់មន្ទិលរួចទៅហើយថាអូឥឡូវកំប្រើជាមានគីមីមានអីគេសម្លាប់ខ្មែរយើងបងប្អូនកាលពីសម័យមុនក៏យើងនិយាយថាវៀតណាមចង់សម្លាប់ខ្មែរដោយសារដាក់គីមីនៅបន្លែនៅអីអញ្ចឹងដែរយើងឮតែអញ្ចឹងតាប៉ុន្តែអារឿងគីមីនៅលើបន្លែហ្នឹងគឺគេដាក់គ្រប់តែគ្នាយើងមនុស្សឡើងកើតមហារាជចង់ពេញភូមិហ្នឹងមិនមែនតែថៃមិនមែនតែខ្មែរមិនមែនតែថៃវៀតណាមអីទំនិញដែលចូលមកហ្នឹងគេបាញ់ថ្នាំគីមីយកមកស្រស់យកមកអត់ទាំងបានលាងទឹកលាងអីឬក៏ពិនិត្យអីហើយរហូតតតែថ្នាក់ដឹកនាំកម្ពុជាធ្លាប់និយាយអីតើថាអារឿងបន្លែគីមីហ្នឹងមិនបានមកបន្ទោសរដ្ឋាភិបាលទិញខ្លួនឯងយកទៅហូបខ្លួនឯងដល់តែពេលឈឺមានជាតិគីមីមកបន្ទោសរដ្ឋាភិបាលលោកហ៊ុនសែនធ្លាប់ថ្លែងសារអញ្ចឹងហើយគាត់ថាបើសិនជាចង់ដឹងថាអាណាមានគីមីមិនគីមីក៏មកបន្ទោសរដ្ឋាភិបាលក្រែងខ្លួនឯងអ្នកទៅទិញហើយអញ្ចឹងយកឧបករណ៍ដើរទៅពិនិត្យវាស់ខ្លួនឯងមើលអាណាមានគីមីកុំទិញ
ណាតែឲ្យប្រជាពលរដ្ឋនឹងដើរមើលគីមីខ្លួនឯងហើយចុះរដ្ឋដែលគេបង់ប្រាក់ខែឲ្យកម្មគនត្រូលដើម្បីថែសុខភាពប្រជាពលរដ្ឋដើម្បីទប់កុំឲ្យអាទំនិញនឹងនាំចូលមកហ្នឹងមិនវិញលោកហ៊ុនសែនធ្លាប់ថាអញ្ចឹងប៉ុន្តែអ្វីដែលលោកអុកញ៉ាតែតាំងពថ្លែងសារអំពីថាអាហារថៃឬក៏ផលិតផលថៃមានជាតិគីមីរហូតដល់ប្រទេសខាងក្រៅហាមឃាត់ហើយធ្វើឲ្យគេតម្លាក់ហ្នឹងដើម្បីធ្វើបាបធ្វើទុកបុកម្នេញកម្ពុជាតាមពិតលោកនិយាយនឹងចង់បង្អាប់ផលិតផលថៃកុំឲ្យខ្មែរយើងគ្រប់គ្រងព្រោះវាមានជាតិគីមីគ្រប់គ្រងផលិតផលយើងទៅហើយនាំគ្នាធ្វើឲ្យផលិតផលថៃយូរស្លាប់ឯងហើយងាប់ឯងហើយខ្ញុំថាវិធីនេះគឺជាវិធីរៀងដូចថាយើងដើរផ្លូវរៀងទាបពេកដោយថាបង្អាប់ផលិតផលគេនៅក្នុងន័យថាទៅយកអារឿងគីមីហ្នឹងទៅដាក់នៅលើផលិតផលគេដោយអត់មានប្រាប់ភ័ស្តុតាងថាផលិតផលអីគេខ្លះមានប្រមាណមុខខ្ញុំមិនជំទាស់ទេប្រាប់មកថាផលិតផលថៃមានគីមីប្រមាណ100មុខដែលត្រូវហាមឃាត់ហើយត្រូវប្រាប់ទៅប្រជាពលរដ្ឋផ្សាយលើទូរទស្សន៍ទៀតថាទាំងអស់នេះមានជាតិគីមីមិនអាចនាំយកចូលហើយបើមានជាតិគីមីមែនតាមពិតអស់លោកមិននិយាយបែបនេះក៏ជាកំបិតចិត្តដងខ្លួនឯងដែរដោយសារតែបើអាជ្ញាធរដឹងថាអានឹងមានគីមីហេតុអីឲ្យនាំចូលមកទៅអីវាត្រូវបិទតាំងពីព្រំដែនមកអស់បាត់ទៅហើយនឹងឲ្យត្រូវពិនិត្យរួចហើយបើឃើញអញ្ចឹងលែងឲ្យយកមកអញ្ចឹងមិនមានអាហារគីមីចូលមកស្រុកខ្មែរបានទៀតផងបើយើងហាមបាត់ទៅហើយអញ្ចឹងបានន័យថាម៉េចអាជ្ញាធរអសមត្ថភាពនៅក្នុងការទប់ទំនិញគីមីចូលមកស្រុកខ្មែរហើយឲ្យរៀលដាលពេញទីផ្សារអនុញ្ញាតឲ្យប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមហ្នឹងគឺយកវាជាសារនយោបាយវាយប្រហារផលិតផលគេទៅដើម្បីឲ្យលើកផលិតផលខ្លួនឯងខ្ញុំថាមិនអីទេលើកផលិតផលខ្លួនឯងលើកចោះនរណាក៏ចង់គ្រប់គ្រងផលិតផលខ្មែរដែរខ្ញុំ100%ខ្ញុំគ្រប់គ្រងអត់អីទេខ្ញុំចង់បានតែផលិតផលខ្មែរឲ្យតែមាននៅក្នុងទីផ្សារខ្ញុំទិញប្រើនៅសហរដ្ឋអាមេរិកដើររកហែកហាងឯងផលិតផលខ្មែរទៅរកវាមិនសូវបានប៉ុន្តែបើសិនជាយើងនិយាយបែបនេះគឺបើសិនជាត្រូវរើគ្នាវិញណាថៃគេនឹងរករឿងយើងងាប់ហើយអីគេដល់ថ្នាក់ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមទៅចោតប្រកាន់ថាផលិតផលមកពីថៃសុទ្ធតែមានគីមីអីអញ្ចឹងដែលឲ្យគេហាមឃាត់អីអញ្ចឹងដូច្នេះសតិអារម្មណ៍ប្រជាពលរដ្ឋច្បាស់ជាររឿងហើយដល់ពេលយើងបង្អាប់ផលិតផលគេដែលអត់មានភ័ស្តុតាងអញ្ចឹងគេនឹងចោតយើងហើយគេថាយើងចិត្តថាហើយវាធ្វើឲ្យប៉ះពាល់ហើយបើអត់មានសេចក្តីថ្លែងការណ៍ដើម្បីជួសជុលអាហ្នឹងទេគឺនៅហ្នឹងហើយតិចទៀតទៅថៃនឹងរករឿងយើងហើយនៅពេលដែលត្រូវគ្នាឬមិនត្រូវគ្នាអីយ៉ាងណាថៃគេនឹងរករឿងឲ្យយើងថាទៅខ្វល់អីថៃរករឿងមិនយើងនិយាយចឹងទេយើងមិនអាចរួចខ្លួនបានមកយកទៅសងទេយើងលើកដំកើងផលិតផលខ្លួនឯងលើកចោះបកកាយខ្លួនឯងទៅកុំប៉ុន្តែកុំទៅវាយតម្លៃផលិតផលគេដែលឥតភ័ស្តុតាងអញ្ចឹងខ្ញុំចង់និយាយថាពហិការដូចគ្នាទៀតប្រជាពលរដ្ឋមានសិទ្ធិពហិការទៅប៉ុន្តែកុំឲ្យពហិការរបៀបជាសកលក៏អត់ត្រូវដែរព្រោះអីយើងមិនពេញចិត្តជាបុគ្គលបានតែអាទំនិញហ្នឹងវានៅតែឆ្លងកាត់គ្នាយើងមិនពេញចិត្តអីប្រការណាមួយប្រកួតប្រជែងបង្កើនគុណភាពយើងទៅហើយលើកទឹកចិត្តឲ្យខ្មែរជាវផលិតផលខ្មែរតែប៉ុណ្្នឹងបានហើយប៉ុន្តែកុំទៅវាយតម្លៃផលិតផលគេជាផលិតផលឈាមផលិតផលគេជាផលិតផលមានគីមីអីអញ្ចឹងវាអត់មានសេចក្តីថ្លៃថ្នូរនៅក្នុងការទទួលសុជីវធម៌ក្នុងការថ្លែងសារទេខ្ញុំនិយាយនេះគឺម្ដងទៀតខ្ញុំពេញចិត្តលើកស្ទួយផលិតផលខ្មែរប៉ុន្តែខ្ញុំមានការខកចិត្តបន្តិចដែរដោយសារតែជាការចោទប្រកាន់ទេបើលោករកផុសតាងឲ្យឃើញក៏ល្អដែរដើម្បីឲ្យអស់ចិត្តទៅថាអាផលិតផលហ្នឹងវាមានជាតិគីហើយកុំរករឿងតែផលិតផលថៃរឿងផលិតផលយួនផងរឿងគីមីហ្នឹងគឺមករាប់ឆ្នាំហើយប្រជាពលរដ្ឋភ័យពីរឿងយួនហ្នឹងគឺភ័យអស់ហើយអត់ដែលនិយាយចឹងសោះចុះហេតុអីក៏មករករឿងតែផលិតផលថៃដោយសារតែយើងមានចំនួនព្រំដែនឬក៏យ៉ាងម៉េចបើមានគីមីមែនស្លាប់ដូចតែគ្នាមួយណាក៏ស្លាប់ដែរដូច្នេះកុំដោះស្រាយតែពីរឿងថៃរឿងដោះស្រាយជាមួយនឹងយួនផងហើយអាហ្នឹងខ្ញុំចង់និយាយថាយើងលឹះបន្ទាត់ក្រហមឃើញយើងពំតណោតខ្លួនឯងចាប់ផ្ដើមដោះស្រាយទៀតអញ្ចឹងម្ដងទៀតតែយើងប្រអាប់ផលិតផលគេហើយខុសរឿងហើយយើងគ្មានភ័ស្តុតាងគឺគេនឹងចោទប្រកាន់យើងហើយយើងចាប់ផ្ដើមរកអីដោះសារទៀតដែរចាំមើលដោះសារទៀតដែរអូខ្ញុំមិនចង់និយាយចឹងនិយាយផលិតផលប្រមាណមុខតិចទៀតលោកត្រូវបង្ហាញភ័ស្តុតាងនឹងគេឲ្យឃើញថៃមានជាតិគីមីអីខ្លះព្រោះខ្ញុំឮសូបងប្អូនច្រើនណាផ្ញើសារមកខ្ញុំយើងត្រូវតែពហិការលោកណារ៉េតជួយផ្សាយផងពហិការផលិតផលថៃព្រោះវាមានថ្នាំគីមីគេដាក់សម្លាប់យើង
ថ្នាំគីមីមកពីណាដាក់សម្លាប់នៅកន្លែងណារដ្ឋាភិបាលកម្ពុជាគេមានកម្មគ្រប់គ្រងគេអត់តឹងចេញសេចក្តីថ្លែងការណ៍ប្រកាសអីប្រជាពលរដ្ឋនាំគ្នាចេះតែមានអាពាក្យចចាមអារាមដល់ឥឡូវចេញមកពីប្រធានសហព័ន្ធសហគមន៍សហគ្រាសធុនតូចនិងមធ្យមកម្ពុជាលោកអុកញ៉ាតែតាំងពនិយាយចឹងទៀតប្រជាពលរដ្ឋបានដៃហ្មងថាផលិតផលថៃស្រួលម្ដងណាធ្វើពាក់ឯកាគឺដោយសារជាតិគីមីហ្នឹងចឹងបានន័យថាជាតិគីមីដែលប្រើមករាប់ឆ្នាំមកហ្នឹងមិនទៅវិញចុះផលិតផលគេដែរហើយឥឡូវផលិតផលដែលមានស្រាប់ដែលលក់មិនទាន់អស់ហ្នឹងយ៉ាងម៉េចយកទៅដុតចោលទៀតឬក៏យ៉ាងម៉េចឬក៏សម្លកពឹសបងប្អូនបើសិនចឹងបានថាជួយគ្នាម្នាក់បន្តិចស្អប់យើងស្រឡាញ់មានថាជាតិនិយមជាតិទៅអត់អីទេប៉ុន្តែកុំឲ្យជាតិនិយមជ្រុលរហូតតតែយើងស្អប់ជាតិសាសគ្នាស្អប់ផលិតផលគ្នាយូរទៅយើងចាប់ផ្ដើមអត់ត្រូវគ្នាទេហើយអាព្រំដែនហ្នឹងបងប្អូនអត់ត្រូវគ្នាដោយសារអញ្ចឹងយើងផ្សំគ្នាអញ្ចឹងអាគេរកត្រូវគ្នាអត់បានព្រោះថៃគេជាតិនិយមជ្រុលដែរដល់យើងជាតិនិយមជ្រុលថ្នាក់លើចេះតែស្ងប់ចេះតែអត់ធ្មត់ចេះតែដកកភ្លើងចេះតែនេះយើងនេះវាយគ្នារហូតប្រជាពលរដ្ឋហ្នឹងពាក់ឯកាទៅមកជេរគ្នាទៀតដល់ពេលកំហឹងហ្នឹងឆាបឆេះរឿងហ្នឹងទៅឈុលទៀតអត់ត្រូវគ្នាទៀតអញ្ចឹងថ្នាក់លើខំប្រឹងធ្វើស្លាប់ខ្លួនក៏តាមបានដែរព្រោះប្រជាពលរដ្ឋអត់បានជួយផងហ្នឹងយើងនាំគ្នាដុតថែមហ្នឹងអញ្ចឹងខ្ញុំសូមអង្វរបងប្អូនជួយគ្នាម្នាក់បន្តិចទៅខ្ញុំមិនជំទាស់រឿងយើងការពារផលិតផលយើងការពារទៅប៉ុន្តែកុំដល់ថ្នាក់រហូតដល់បង្អាប់ផលិតផលគេហើយអត់មានភ័ស្តុតាងឲ្យទៅចោទថាគីមីអញ្ចឹងម្ដងទៀតបើចោទផលិតផលថៃគីមីតើមានចោទផលិតផលយួនថាមានគីមីអត់យកមកហ្នឹងបាញ់ថ្នាំបាញ់អីមកអ្នកណាមើលមិនដឹងប្រមាណមនុស្សកើតមហារាជពេញប្រទេសហ្នឹងតើផលិតផលមកពីណាខ្លះសិតតែមកពីប្រទេសជិតខាងអញ្ចឹងដែរនឹងគាត់ទទួលទានអីមានអ្នកណាទៅមានចការបន្លែដាំដោយអស់លោកមានដីច្រើនហិកតាប្រសាអាហារបន្លែ organic ខ្លួនឯងនោះប្រជាពលរដ្ឋរត់ទៅលុយទិញកហូបរាល់ថ្ងៃអត់បានអង្គកំប៉ុងហ្នឹងឥឡូវតាក់តងនឹងរឿងនេះខ្ញុំឃើញសាររបស់ Facebook មួយឈ្មោះថាមាសនេះខ្ញុំមិនដឹងថាវាជាសាររបស់លោកបណ្ឌិតមាសនេះឬយ៉ាងណាទេប៉ុន្តែភាសារបស់លោកគឺសមស្របក្នុងនាមជាបណ្ឌិតដែរអញ្ចឹងខ្ញុំគិតថា Facebook កណនី Facebook ដែលមានឈ្មោះមាសនេះហ្នឹងគឺអាចជាកណនី Facebook របស់លោកបណ្ឌិតមាសនេះដែរលោកថ្លែងសារអញ្ចេះតាក់ទងនឹងរឿងពហិការហ្នឹងលោកថាអញ្ចេះជាការគិតរបស់ខ្ញុំយើងមិនគួរប្រើពាក្យធ្វើពហិការមិនប្រើរបស់ថៃត្រង់ពេកនោះទេដោយសារសេដ្ឋកិច្ចរបស់យើងមិនទាន់ឈរបានដោយខ្លួនឯងនៅឡើយបើយើងខ្លាំងថាមិនទិញរបស់គេក៏មិនទិញរបស់យើងដូចតែគ្នាដូច្នេះវាជានយោបាយចាញ់សម្រាប់សេដ្ឋកិច្ចប្រទេសទាំងពីរសម្រាប់រយៈពេលវែងជាក់ស្ដែងពេលឈប់ពីខាងលិចបែរទៅនាំចូលពីខាងកើតដំណោះស្រាយល្អគឺការបណ្ដុះមនសិការមិនប្រើរបស់ដែលយើងមិនគួរប្រើហើយទុកឲ្យមនុស្សម្នាក់គាត់សម្រេចដោយខ្លួនឯងវិញពេលខ្លះយើងអំនួតក្ដុងក្ដាំងពេកទៅពេលដែលយើងមិនទាន់ត្រៀមឬក៏មិនទាន់ខ្លាំងវាអាចធ្វើឲ្យយើងគ្រោះថ្នាក់ទៅវិញលោកបន្តទៀតថាអ្វីដែលខ្លាំងគឺមិនមែនគ្រាន់តែផលិតឲ្យគ្រប់នោះទេតែត្រូវផលិតសម្រាប់លក់ទើបសេដ្ឋកិច្ចមានជីវិតល្អនិងរីកចម្រើនទាំងម៉ាក្រូនិងម៉ាក្រូសេដ្ឋកិច្ចហើយបើយើងចង់ឲ្យគេធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយយើងគឺតើតែយើងត្រូវតែខ្លាំងខ្លួនឯងសិនទើបគេចង់គេគោរពយើងអានេះអ្វីដែលលោកបណ្ឌិតកណនី Facebook មានលោកមាននេះនឹងនិយាយអញ្ចឹងហើយចុងក្រោយមានមួយទៀតក៏ថាពេលនេះការតបតប្រដាប់អាវុធបានត្រូវបញ្ឈប់តែសង្គ្រាមសេដ្ឋកិច្ចនៅតែបន្តកម្ពុជាធ្វើពហិការមិនប្រើទំនិញថៃរីឯថៃអាចនឹងធ្វើពហិការមិនទិញផលិតផលរបស់ខ្មែរលបែងជ្រមុជទឹកប្រណាំងគ្នានៅតែបន្តតែមិនដឹងថានឹងបន្តដល់ពេលណាទំនុកចិត្តក្រុមអ្នកវិនិយោគទុននៅតាមតំបន់ព្រំដែនត្រូវបានធ្លាក់ចុះដោយសារតែភាពមិនច្បាស់លាស់នៃសន្តិសុខនាពេលអនាគតតើអ្នកណាជាអ្នករងគ្រោះបាទនេះជាសំណួររបស់ម្ចាស់កណនី Facebook មាសនេះឈ្មោះមាសនេះនឹងតែខ្ញុំជឿថាអាចជាប្រសាសន៍របស់លោកបណ្ឌិតមាសនេះដែរព្រោះមានភាពសមស្របនៅជួរកដាលមួយដែលលោកក៏គ្រប់គ្រងការដែលដូចថាសម្ដែងមតិប៉ុន្តែមិនឲ្យជ្រុលនិយមអីពេកអញ្ចឹងដែរតែយ៉ាងណាបងប្អូនផ្លូវកដាល
កុំតឹងពេកហើយក៏កុំធូរពេកដែរដូចចំបៃចឹងណាបងប្អូនតែយើងតឹងពេកគឺវាដាច់បើធូរពេកវាភ្លាវវាអត់ព្រោះចឹងនៅកដាលទៅវាអាចនឹងត្រូវទាំងសងខាងត្រូវទាំងអស់ហើយយើងរស់នៅសុខដុមរមនាជាមួយគ្នាទៀតកុំចាញ់បោកអ្នកនយោបាយគឺបោកយើងគ្រប់រឿងប៉ុន្តែយើងកុំចូលសងអ្នកនយោបាយតែយ៉ាងណាខ្ញុំមិនភ្ញាក់ផ្អើលអីប្រហែលដែរព្រោះអង្គញាតតាំងប៉នេះគឺគាត់ជាប្រធានក្រុមមូលនិធិរបស់លោកហ៊ុនសែនដែរដែលប្រមូលមូលនិធិជួយកងទ័ពជួយអីនោះដូច្នេះសាររបស់គាត់ហ្នឹងគឺដូចថានិយាយបង្ហាញអំពីភាពអំនួតនិងមោទនភាពក្រៃលែងចង់ជួយខ្មែរប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងគឺសម្លាប់ខ្មែរដែរគឺសម្លាប់នៅក្នុងពេលដែលសេដ្ឋកិច្ចយើងបើកព្រំដែនមិនបានអត់មានផលិតផលទាំងអស់តើផលិតផលខ្មែរឯណានឹងមានទីផ្សារល្អនោះបើយើងហូរដូចទឹកបាក់ទំនប់ពីវៀតណាមនាំចូលមកគុណនឹង3 4 ដងហើយហ្នឹងដូច្នេះអាទំនិញដែលអត់ពីថៃមកនាំពីវៀតណាមនាំពីចិនមកបាក់ទំនប់ដែរហ្នឹងដូច្នេះវាអត់មានអីប្លែកទេយើងទប់តែដូចថាយើងទប់មួយច្រកតែកន្លែងប្រហូរចូលមកយើងហូរបាក់ទំនប់ផ្សេងទៀតហ្នឹងអញ្ចឹងវាមានអីទប់ចិត្តឥឡូវចូលដល់រឿងនេះយើងនៅពេលដែលរឿងមានចាក់ស្រេះគឺលោកហ៊ុនសែនក៏បានប្រាប់ប្រជាពលរដ្ឋខ្មែរដោយទាំងលោកតាំងប៉ដែរថាកុំភ័យអីអារឿងបើកព្រំដែនហ្នឹងកម្ពុជាអត់ថោកទៅសុំថៃបើកព្រំដែនវិញឡើយហេតុអីបានជាថ្ងៃហ្នឹងលោកហ៊ុនសែនថ្លែងសារដូចនេះទៀតទៅហើយគឺដោយសារតែអាចដែរដោយសារមួយរយៈពេលនេះគឺថៃគឺនិយាយរឿងព្រំដែនហ្នឹងខ្លាំងមែនតើរឿងយកជាចំណាប់ខ្មាំងថាមិនបើកវិញតាមពិតខ្ញុំយល់ស្របតាមអ្វីដែលជាជំហរថ្នាក់ដឹកនាំកម្ពុជាត្រង់ចំណុចមួយថាថៃជាអ្នកបិទទេគឺថៃផ្ដេសផ្ដាស់បិទមុនទេដូច្នេះអត់មានរឿងអីដែលកម្ពុជាទៅអង្វរថៃឲ្យបើកគឺជារឿងសមហេតុសមផលដែរតែថ្ងៃនេះលោកហ៊ុនសែនបញ្ជាក់បន្ថែមថាសម្រាប់ប្រជាជនកម្ពុជាខ្ញុំសូមបញ្ជាក់ឡើងវិញថាតាំងតែពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមកកម្ពុជាអត់ដែលបានទៅសុំថៃឲ្យបើកច្រកនឹងឡើងវិញនោះទេថៃអាចបន្តបិទ100ឆ្នាំឬ500ឆ្នាំទៀតក៏ជារឿងរបស់ថៃព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃលោកហ៊ុនសែនបន្តទៀតថាការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេតែផ្ទុយទៅវិញធ្វើឲ្យទំនិញនៅក្នុងស្រុកចូលមកជំនួសទំនិញថៃដែលនោះគឺជាឱកាសជំរុញផលិតផលឬក៏ផលិតកម្មក្នុងស្រុកឲ្យកើនឡើងទៅវិញលោកបន្តថាខ្ញុំនិយាយប្រាប់ប្រតិភូមិត្តបរទេសថាបើថៃបិទច្រកទ្វារព្រំដែនយូរជាមួយកម្ពុជាមិនមែនគ្រាន់តែកាត់ផ្ដាច់ការតភ្ជាប់រវាងកម្ពុជានិងថៃទេតែជាការកាត់ផ្ដាច់ការតភ្ជាប់អាស៊ាននិងអាស៊ីផងដែរឯណាទៅ Highway អាស៊ានផ្លូវដែកអាស៊ាននិង Highway អាស៊ីអីនោះហើយលោកបន្តទៀតថាសង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់ដឹកនាំថៃនិងប្រជាពលរដ្ឋថៃថាកម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេនិងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថាថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកទ្វារព្រំដែនវិញនោះដែរបាទសាររបស់លោកហ៊ុនសែនដូចជាមិនប្លែកទេប៉ុន្តែបងប្អូនត្រូវជ្រាបថាក្រសួងការបរទេសកម្ពុជាក៏ធ្លាប់ថ្លែងសារតាក់ទងជាមួយនឹងការសម្របសម្រួលជាមួយថៃដើម្បីបើកច្រកទ្វារព្រំដែនឡើងវិញខ្ញុំជឿថាទំនាក់ទំនងការបរទេសរដ្ឋាភិបាលកម្ពុជានិងថៃក្នុងការសម្របសម្រួលឲ្យមានការបើកព្រំដែនថៃខ្មែរឡើងវិញនេះក៏មិនមែនជារឿងអីអាក្រក់ពេកដែរព្រោះអីបើសម្រួលត្រូវរើគ្នាទៅក៏អាចនឹងដោះលែងទាហានខ្មែរយើងទាំង18នាក់វិញអីចឹងដែរមិនចឹងឥឡូវនេះវាទៅផ្លូវនឹងដូចតែគ្នានឹងជជែកលក្ខខណ្ឌ4ខរបស់ថៃតិចទៀតទៅនឹងបើកព្រំដែនឡើងវិញសុំមិនសុំក៏ផ្លូវទៅផ្លូវនឹងដែរព្រោះអីតែយើងត្រូវគ្នាគឺវាបើកព្រំដែនឡើងវិញគ្រាន់តែថាម្នាក់គឺគេថាស្រីប្រកាន់ប្រប្រកែកហ្នឹងមិនហ៊ានថាបោះដៃទៅមុនអីចឹងទៅកុំឲ្យគេថាអន់ខ្លួនពេកចង់ឲ្យបើកទ្វារព្រំដែនហ្នឹងគឺដើម្បីកេងចំណេញសារនយោបាយទាំងសងខាងបាទតែយ៉ាងណានៅពេលដែលរឿងព្រំដែននឹងចាក់ស្រេះរឿងវិបត្តិមួយចំនួនរឿងឆោបបោកអនឡាញរឿងទាហានខ្មែរយើងត្រូវគេចាប់8 10នាក់អត់ទាន់ដោះលែងវិបត្តិចាក់ស្រេះថ្នាក់ដឹកនាំខ្មែរតតម្រេះជជែកគ្នារឿងណាគួរស្លាប់មុនដើម្បីបទូបរិយាកាសតាមពិតខ្ញុំអត់ចង់ផ្សព្វផ្សាយរឿងនេះដែរទេប៉ុន្តែបងប្អូនមួយចំនួនថាចោះរឿងនឹងយ៉ាងម៉េចបានថ្នាក់ដឹកនាំកម្ពុជានាំគ្នានិយាយរឿងណាស្លាប់មុនណាស្លាប់ក្រោយដូចជាមិនចេះបាទរឿងនេះគឺដោយសារតែជាទម្លាប់គឺនៅលើបណ្ដាញសង្គមហ្នឹងគឺមានអ្នកដែលគូសន្ទនាគ្នាចាស់ដូចគ្នាហ្នឹងគឺមានលោកខៀវកញ្ញរិទ្ធនិងលោកហ៊ុនសែនលោកហ៊ុនសែនជាប្រធានព្រឹទ្ធសភាលោកខៀវកញ្ញរិទ្ធគឺជារដ្ឋលេខាធិការក្រសួងព័ត៌មានធ្លាប់ជានាយករដ្ឋមន្ត្រីធ្លាប់ជារដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីមុនរឿងដែលសំខាន់គឺអញ្ចេះ
ម៉ានថ្ងៃមុននេះគឺប្រហែលជា5ថ្ងៃមុនទៅហើយលោកខៀវកញ្ញរិទ្ធគាត់ប្រហោះសារអញ្ចេះដោយសារមិត្តភ័ក្តិគាត់ចាស់ស្លាប់អស់អញ្ចឹងទៅគាត់ដូចចានៅឯកោម្នាក់ឯងគាត់និយាយថាពីមុនបានខ្លាលែងពីត្រង់ទៅការគេយប់តែម្នាក់ឯងគឺដូចសត្រាបានពពាតព្រៃតែពេលនេះលែងរំភើបញាប់ញ័រអីទៀតហើយព្រោះដៃគូផឹកស្លាប់ចោលអស់ទៅហើយសារហ្នឹងសរសេរ5ថ្ងៃមុនទៅថ្ងៃនេះប្រហែលជា13ម៉ោងមុនហ្នឹងគឺលោកហ៊ុនសែនតបទៅវិញគាត់ថាបើតាមទំនាយលោកមិនទាន់ស្លាប់ទេព្រោះត្រូវស្លាប់ក្រោយខ្ញុំមានពុតទំនាយចេះទៀតបើលោកស្លាប់មុនខ្ញុំបានអ្នកណាផឹកស្រាដង្ហែសពខ្ញុំនឹងស្លាប់នៅឆ្នាំ2072លោកនឹងស្លាប់នៅក្នុងឆ្នាំ2074ព្រោះនៅធ្វើបុណ្យខួបខ្ញុំមួយឆ្នាំឲ្យខ្ញុំសិនចាស់ហេតុអីបានជានាំគ្នាជជែកពីរឿងស្លាប់រឿងពុតទំនាយរឿងស្លាប់អីណាទៅវិញចឹងមិនថាប្លែកមែនចាស់គាត់ថាគាត់ស្លាប់នៅឆ្នាំ2072 2000ឥឡូវតាម2025ហ្នឹងហើយ72ម៉ានទៀតបងប្អូន50ឆ្នាំទៀតនោះបើ72វាត្រូវ50ឆ្នាំទៀតហើយហ្នឹង47ឆ្នាំទៀតហើយចុះឥឡូវលោកហ៊ុនសែនអាយុ7ជាងហើយហ្នឹងហើយចុះបើ47ឆ្នាំទៀតចឹងអាយុ120ជាងហើយបើបូកដកលេខទៅមានអ្នកណាដែលរស់អាយុដល់120ជាងឬក៏លោកចង់និយាយថាបើជ្រុលនិយាយពីរឿងស្លាប់កុំនិយាយស្លាប់ស្អែកខាន់ស្អែកអីនិយាយស្លាប់50-60ឆ្នាំទៀតទៅក៏ដូចនិយាយលេងចឹងណានិយាយទៅវាមិនបានការអីទេប៉ុន្តែបើថាស្លាប់ឆាប់ទៅធ្វើឲ្យប្រជាពលរដ្ឋចាប់ចំណុចបានថាអូអត់ស្រួលទេអីអញ្ចឹងគិតពីរឿងស្លាប់ឆាប់អញ្ចឹងស្លាប់ឲ្យ50-60ឆ្នាំទៀតទៅដូចថាមិននិយាយដដែលប៉ុន្តែលោកខៀវកញ្ញរិទ្ធតបមកវិញចេះថាអរគុណមេដែលចង់ឲ្យខ្ញុំបានអាយុវែងឬក៏អាយុវែងជាងខ្ញុំបាទបួងសួងសូមឲ្យសម្ដេចមានបច្ចុប្បន្នដល់100ព្រះវស្សាព្រោះសម្ដេចគឺជាខែលទឹកសម្រាប់ប្រទេសកម្ពុជាបានឱកាសកូនចៅសរសេរសារបងលើកជើងមេបានបន្តិចទៀតបាទលោកខៀវកញ្ញរិទ្ធហ្នឹងក៏ឆ្លៀតឱកាសប្រើសារនយោបាយយ៉ាងពិសេសព្រោះមិត្តភ័ក្តិចាស់ស្លាប់អស់ហើយនៅតែគាត់អត់ណាផឹកស្រាកំដរពេលដែលទៅញ៉ាំការគេអញ្ចឹងបានថារឿងវាប្លែកដែរតែខ្ញុំស្ដាប់ព្រះអង្គពិនសែមលោកលើកពីសុភាសិតបុរាណខ្មែរថាពីលអាងគេហៅបណ្ឌិតអាងច្បាប់ពីលអាងស្លាប់សន្តោសបណ្ឌិតអាងច្បាប់ពីលអាងកាប់ចាស់អាងស្លាប់ក្មេងអាងយំបណ្ឌិតអាងច្បាប់ពីលអាងកាប់ចាស់អាងស្លាប់ក្មេងអាងយំតាមពិតពាក្យថាបណ្ឌិតអាងច្បាប់នឹងបានន័យថាបើមានការខុសឆ្គងអីបណ្ឌិតយកច្បាប់យកមេត្រាយកក្រមអីយកមកបែកញែកដើម្បីរកការខុសត្រូវផ្លូវកដាលអីចឹងណានឹងបណ្ឌិតគឺគេអញ្ចឹងមិនផ្កាប់មុខឬក៏លក់ខួរក្បាលអីឬក៏សង្ងំសុកអីទេពាក្យថាបណ្ឌិតគឺអញ្ចឹងឯងអាងច្បាប់អាងទម្លាប់ក្រមអីចឹងយកបញ្យលបកស្រាយឲ្យត្រឹមត្រង់ដើម្បីយុត្តិធម៌ទាំងអស់គ្នាចំណែកឯពីលអាងកាប់ហ្នឹងគឺអត់មានខ្វល់អីរឿងលីផ្កាក់មកគឺតម្រង់កាប់យកអត់និយាយគ្នាទេគឺពីលតតែពេលចាស់អាងស្លាប់ហ្នឹងគឺដសំដៅទៅលើចាស់ដូចជាឪពុកម្ដាយអញ្ចឹងតែពេលនិយាយកូនចៅអីអត់ស្ដាប់និយាយអីចឹងថាអីប្រាប់បដៅអត់បានគាត់និយាយថាស្ដាប់ហើយទៅអញនៅប្រហែលទៀតបន្តិចស្លាប់ហើយអញ្ចឹងគាត់និយាយចង់និយាយថាឈឺចិត្តដែរមិនដឹងនិយាយយ៉ាងម៉េចព្រោះអ្វីកាន់តែជារានិយាយគេមិនស្ដាប់អញ្ចឹងមានតែយកធរស្លាប់មកដាក់នៅក្នុងខ្លួនដើម្បីប្រាប់ជាការឲ្យអស់ចិត្តថាបើមិនស្ដាប់ក៏ហីទៅបន្តិចទៅគាត់នឹងស្លាប់ដដែលទេដល់តែក្មេងអាងយំគឺក្មេងចរិតធម្មជាតិគឺតន្ទ្រាំជើងតធាក់ជើងអីអញ្ចឹងទៅគឺឡំប៉ាបើមិនបានអីតាមបំណងគឺត្រូវតែយំអញ្ចឹងអានេះគឺជាក្រិតក្រមធម្មជាតិដែរតែដល់ពេលឥឡូវរឿងស្រុកខ្មែរអាចនឹងលោកទាំងពីរចង់និយាយដើម្បីបទូបរិយាកាសទៅព្រោះវាច្រើនចាក់ស្រេះពេកតលតម្រេះគឺមានជជែកពីរឿងអ្នកណាស្លាប់មុនអញ្ចឹងទៅតែយ៉ាងណាជឿថាអាចបទូបរិយាកាសដែរព្រោះអីគាត់និយាយបែបនេះរហូតតតែអាយុ100ឆ្នាំខ្ញុំនឹកឃើញប៉ាក្មេកខ្ញុំបងប្អូនច្រើនណាសួររឿងប៉ាក្មេកខ្ញុំគាត់ជាអ្នកនយោបាយអីចឹងទៅពេលគាត់ទៅចុះទៅឃោសនាបោះឆ្នោតអី
ហើយជាអ្នកនយោបាយក្រុមនៅគណៈបកដែលជំទាស់នឹងរដ្ឋាភិបាលទេក៏អត់ដែលធ្វើការនៅក្នុងរដ្ឋាភិបាលគណៈបកប្រជាជនកម្ពុជាទេចឹងឲ្យច្បាស់កន្លែងហ្នឹងបងប្អូនចេះតែចោទថាអូកូនណែសកម្មជនឬក៏តំណាងរាស្ត្របកប្រឆាំងអីអញ្ចឹងបានចរិតប្រឆាំងកុំយកខ្ញុំទៅលៀបពណ៌ជាមួយឪពុកក្មេករបស់ខ្ញុំគឺខ្ញុំបានកូនគាត់ជាប្រពន្ធខ្ញុំសំណាងណាប៉ុន្តែមិនមែនបានន័យថាខ្ញុំត្រូវតែតាមគោលនយោបាយជាគំនិតនយោបាយរបស់គាត់ទេខ្ញុំធ្វើអីតាមមនសិការរបស់ខ្ញុំមិនសំខាន់ថាឪពុកក្មេកខ្ញុំជាមនុស្សរបស់គណៈបកណាទេគឺគ្មានអ្នកណាម្នាក់នៅក្នុងការគ្រប់គ្រងខួរក្បាលខ្ញុំបានក្រៅពីមនសិការសម្បញ្ញៈខ្ញុំបានទេអស់លោកចង់យកខ្ញុំទៅប្រឡាក់ប្រឡូសជាមួយនឹងឪពុកក្មេកខ្ញុំដែលជាតំណាងរាជគណៈបកប្រឆាំងដែលឥឡូវហ្នឹងគឺគាត់នៅតែកាន់ការងារបើកជាគណៈបកអីអញ្ចឹងធម្មតាតទៅទៀតតាមគំនិតស្រឡាញ់ជាតិនយោបាយតស៊ូមតិរបស់គាត់ប៉ុន្តែកុំយកខ្ញុំទៅថាដោយសារតែឪពុកក្មេងអញ្ចឹងបានកូនអញ្ចឹងកុំនិយាយបែបហ្នឹងគឺមិនត្រូវទេព្រោះគ្មានអ្នកណាគ្រប់គ្រងផ្លូវចិត្តនិងសតិសម្បញ្ញៈតាមការយល់ឃើញរបស់ខ្ញុំមកដល់ម៉ោងនេះខ្ញុំចិញ្ចឹមកូនខ្ញុំគ្រួសារខ្ញុំ3នាក់រស់ដើម្បីកូនខ្ញុំរៀនដល់ថ្នាក់សាកលវិទ្យាល័យអស់2នាក់ទៅហើយបានរៀនចប់មួយទៀតកំពុងរៀនថ្នាក់មហាវិទ្យាល័យដូចថាគ្រួសារខ្ញុំដឹងអំពីរបៀបអប់រំណែនាំខ្ញុំដឹងផ្លូវណាដែលត្រូវដើរផ្លូវណាត្រូវផ្លូវណាខុសដូច្នេះគ្មានអ្នកណាមានឥទ្ធិពលអីទាំងអស់សូម្បីតែម្ដាយបង្កើតរបស់ខ្ញុំស្ដាប់យោបល់មតិរបស់គាត់នៅក្នុងការណែនាំប៉ុន្តែគាត់មិនអាចឃុំក្រងផ្លូវចិត្តមនសិការនិងការយល់ឃើញនិងឧត្តមគតិរបស់ខ្ញុំបានអញ្ចឹងគ្មានអ្នកណាអាចកែគំនិតស្នេហាជាតិនិយមរបស់ខ្ញុំតាមការយល់ឃើញរបស់ខ្ញុំបានទេព្រោះអីខ្ញុំជឿទៅលើភាពសច្ចយុត្តិធម៌និងដំណើរស្រាវជ្រាវនឹងការសិក្សាស្វែងយល់គ្រប់បែបយ៉ាងរបស់ខ្ញុំដើម្បីយកមកគ្រប់គ្រងជីវិតរបស់ខ្ញុំគ្រប់គ្រងគ្រួសាររបស់ខ្ញុំហើយនឹងបញ្ចេញមតិដើម្បីជួយដល់សង្គមជាតិរបស់ខ្ញុំផងដែរដូច្នេះកុំប្រឡាក់ប្រឡូសរឿងនយោបាយថាខ្ញុំជាអ្នកណាហើយអត់ខ្វល់ទេអ្នកណាក៏ដោយគឺមនុស្សយើងនៅក្នុងនេះគឺនៅជាប់សាច់សាលោហិតជាមួយនឹងមនុស្សគណៈបកប្រជាជនគណៈបកកណ្ដាលអំណាចគណៈបកប្រឆាំងគណៈបកអីហ្នឹងគ្រប់តែគ្នាទេវាសឡកពើប៉ុន្តែសំខាន់គឺមនសិការនៅខាងបកណាអត់សំខាន់ទេតើយើងជាមនុស្សដែលគោរពស្រឡាញ់មនសិការខ្លួនឯងហើយមានគោលការណ៍រក្សាវាបានតែប៉ុណ្ណឹងឥឡូវខ្ញុំចង់និយាយរឿងហ្នឹងគាត់ធ្លាប់ចុះទៅមូលដ្ឋានហើយគាត់និយាយប្រាប់អ្នកគាំទ្រគាត់ថាឥឡូវគាត់ចាស់ហើយគាត់វ័យកាលហ្នឹងគាត់អាយុប្រហែលជា65 68អីទេហើយទៅគាត់ប្រាប់ថាគាត់ធ្វើនយោបាយយូរហើយគាត់វ័យរៀងចាស់បន្តិចដែរហើយរស់មិនយូរទេយ៉ាងច្រើនត្រឹម40 50ឆ្នាំអីទៀតហ្នឹងគាត់នឹងស្លាប់អីចឹងណាដល់ពេលគាត់និយាយចឹងខ្ញុំនឹកឃើញសារដូចលោកហ៊ុនសែននិយាយជាមួយលោកខៀវកញ្ញរិទ្ធដែរថាគាត់រស់មិនយូរទេយ៉ាងច្រើន47ឆ្នាំទៀតអីអញ្ចឹងហើយបបួលគ្នានរណាស្លាប់មុននរណាស្លាប់ក្រោយវាជាការបន្ធូរបរិយាកាសដែរក៏ប៉ុន្តែបងប្អូនយ៉ាងណាយើងនៅមានរឿងច្រើនណាស់កុំឲ្យរឿងទាំងអស់នេះវាคล้ายទៅជាការពង្រៀងការចាប់អារម្មណ៍របស់បងប្អូនអីប៉ុន្តែកិច្ចមិនផុតពីការដែលពង្រៀងស្ថានភាពហ្នឹងទាល់តែបានគឺឥឡូវនេះគឺនៅលើបណ្ដាញសង្គម Facebook ព្រាតតាក់ទងនឹងរឿងបាត់លុយជួយទៅកងទ័ពជួរមុខខ្ញុំក៏ថាមិនចង់ផ្សាយរឿងនេះដែរទេតែបងប្អូនអ្នកដែលពេញចិត្តបង្អែមលៀងមាត់មួងណារ៉េតហ្នឹងផ្ញើសារមករាល់ថ្ងៃបងជួយតិចមើលអារឿងបាត់លុយបាត់អីហ្នឹងដល់ណាបងជួយផ្សាយតិចមើលហើយខ្ញុំចេះតែថាខ្ញុំអត់មានព័ត៌មានអីទៅរឿងលុយកាក់គេជូនកងទ័ពមិនដល់ដៃមិនដល់អីហ្នឹងខ្ញុំមិនចង់ទៅលូកដៃនៅក្នុងរឿងគេទេព្រោះរឿងជាការស្ម័គ្រចិត្តគេជួយអីគេជួយទៅបានប៉ុណ្ណាយកប៉ុណ្ណឹងព្រោះការធ្វើបុណ្យគឺហុចអំបោះកុំឲ្យសំណោះដៃអីតែយើងធ្វើបុណ្យយើងដាក់ទៀនដាក់ទៅប៉ុន្តែបងប្អូនថាអត់មានទេឲ្យលុយទៅចូលបុណ្យតែយកទៅអត់ដល់ដៃអីអញ្ចឹងខ្លាចកាប់គេងអីចឹងថ្ងៃនេះគឺខ្ញុំលើកពីរឿងនៅក្នុងបណ្ដាញសង្គមហ្នឹងមានអ្នកដែលផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមដែលមានអ្នកចូលមើលច្រើនគួរសមហ្នឹងឈ្មោះម៉ៃសុគន្ធដែលគាត់លើកឡើងប្រមាណសារហ្នឹងគឺឃើញគេ share មកខ្ញុំតរហូតខ្ញុំមិនបានទៅតាមដានគាត់ទេប៉ុន្តែបងប្អូនយើងចេះតែផ្ញើចូលមកក្នុង inbox របស់ខ្ញុំឲ្យមើលហើយទៅក៏ឃើញគាត់សួរសំណួរថា
រេងគៀសចុះឡើងទិញដីនៅសៀមរាបតម្លៃមិនក្រោម$50,000ទេហើយទៅវាយផ្ទះចាស់ចោលសង់ផ្ទះថ្មីធ្វើបង្ងើយអីឡាក់នឹងឡាក់អីអញ្ចឹងទៅឲ្យគាត់សួរឲ្យបង្ហាញភ័ស្តុតាងអំពីលុយដែលបានពីប្រមូលអីហ្នឹងខ្ញុំដំបូងខ្ញុំអត់ដឹងថាគាត់និយាយពីណាខ្ញុំចំណាយពេលមកកណោដើម្បីស៊ើបទៅបានដឹងគាត់និយាយឌឺដងទៅឲ្យម្ចាស់កណនី Facebook មួយឈ្មោះប៉ៃឌីហើយគាត់ដល់ពេលខ្ញុំមើលតាមដាន Facebook របស់ប៉ៃឌីហ្នឹងក៏ឃើញគាត់ធ្លាប់អង្គាសប្រាក់អញ្ចឹងមានអ្នកចូលរួមហ្នឹងបានជាង$1 លានឯណោះហើយខ្ញុំសូមសរសើរដោយស្មោះហើយដែលថាគាត់មានប្រជាប្រិយមែនតើហើយខ្ញុំក៏គ្រប់គ្រងនឹងលើកទឹកចិត្តសមានចិត្តរបស់គាត់នៅក្នុងការជួយបងប្អូនកងទ័ពយើងដោយសារតែយើងមានប្រជាប្រិយបែបហ្នឹងគឺអង្គាសលុយបែបច្រើនសន្ធឹក$1 លានជាងច្រើនណាស់បងប្អូនសម្រាប់ជាបុគ្គលម្នាក់នៅតាមបណ្ដាញសង្គម Facebook ហើយយកទៅចែកដល់កងទ័ពយើងបានប្រមាណមិនបានប្រមាណអាហ្នឹងគឺជាសទ្ធារបស់គាត់សូមកកោតសរសើរដោយស្មោះចំពោះសមានចិត្តរបស់គាត់ប៉ុន្តែសមានចិត្តដ៏ល្អរបស់គាត់ហ្នឹងវាត្រូវបានលោកម៉ៃសុគន្ធហ្នឹងកំពុងតែសង្ស័យថាលុយហ្នឹងបាត់ទៅណាគាត់ថាឥឡូវដូចជាមើលទៅដូចអស់$90,000ហើយបាត់ជាង$20,000ទៀតលោកម៉ៃសុគន្ធគាត់នៅតែមិនស្ងប់ដែរដោយសារតែគាត់ចង់ឲ្យប៉ៃឌីហ្នឹងបង្ហាញតួលេខកុងធនាគារ ABA អីណាទៀតអូយខ្ញុំជឿថាអាចពិបាកដែរព្រោះអីទៅពេលដែលគាត់អង្គាសលុយអង្គាសអីយើងចង់និយាយថាវាមិនមែនជាអង្គការចាត់តាំងមានកណនីធនាគារចង់និយាយថាមានកុងតាបកណនីធ្វើបញ្ជីស្នាម bookkeeping អីឲ្យដូចជាអង្គការរាយការណ៍ពន្ធអីចឹងលម្អិតចឹងទៅមានសវនកម្មមានអីចឹងប្រហែលជាចិត្តតែយកមកចឹងទៅយកទៅថតរូបទៅផ្ញើទៅជូនអីចឹងទៅវាមិនដឹងអាជីសក្រីណាត្រូវកត់ត្រាអីចឹងដល់អត់មានឥឡូវសាធារណជនគេសួររបាត់លុយអីចឹងបាទអានឹងរឿងគាត់ដោះស្រាយទៅបងប្អូនតាមពិតទៅរឿងនេះគឺវាជារឿងជួនកាលវាអញ្ចឹងណាបងប្អូនតែមានតកតងនឹងរឿងលុយកាក់វារៀងស្មុគស្មាញអញ្ចឹងបន្តិចតែសង្ឃឹមថាពួកគាត់នឹងដោះស្រាយគ្នាបានទៅហើយប៉ៃឌីហ្នឹងបើគាត់អាចអង្គាសលុយបានដល់ទៅ$1 លានជាងខ្វះអីអាកណនីនៅក្នុងអីហ្នឹងគាត់បង្ហាញឲ្យគេទៅព្រោះឃើញតារាចម្រៀងខ្មែរម្នាក់ឈ្មោះខាត់សុខីមអ្នកស្រីខាត់សុខីមនោះក៏ឃើញគាត់ចាប់ផ្ដើមដាក់បញ្ជីស្នាមនឹងទិញនេះទិញនោះអីអញ្ចឹងទៅប្រហោះអីអញ្ចឹងទៅអាសម័យហ្នឹងគឺអញ្ចឹងណាបងប្អូនពេលខ្លះវាពិបាកដែរវាសាំចិត្តដែរថាអាទិញអីទិញទួយក៏តែបង្ហាញប៉ុន្តែយើងយកលុយពីសាធារណជនជួនកាលវាមានកាតព្វកិច្ចអញ្ចឹងដែរហើយលុយកាក់ហ្នឹងគឺថាពលទុកណាស់ពលទុករៀងច្រើនបន្តិចប៉ុន្តែបើយើងមានសទ្ធាទៅកុំឲ្យកពុបសទ្ធាបង្ហាញគេបង្ហាញអីទៅហើយដោះស្រាយឲ្យចប់ទៅកុំឲ្យវាវែងឆ្ងាយអញ្ចឹងហើយបានខ្ញុំថារឿងប្រមូលលុយប្រមូលអីដល់បងប្អូនសួរខ្ញុំភ័យខ្ញុំអត់ពាក់ព័ន្ធតទៅសោះព្រោះខ្លាចរឿងអញ្ចឹងតែយ៉ាងណាបងប្អូនមាសសុតកុំខ្លាចភ្លើងយើងធ្វើទៅបើចិត្តយើងបរិសុទ្ធស្មោះសរយើងសាងអំពើបុណ្យសង្ឃឹមថាបុណ្យនឹងតាមជួយយើងហើយបើយើងលឹមលំមានបាបអាចអំពើបាបនឹងគឺក៏ពិបាកនឹងផាត់គ្នាដែរតែយ៉ាងណាអានេះគឺជាយុទ្ធនាការពួកគាត់នៅពេលដែលអស់ពីពហិការផលិតផលនេះផលិតផលនោះឥឡូវចូលដល់រឿងគ្នារឿងបាត់លុយជួយតបនឹងទៀតទៅបាទឥឡូវនេះខ្ញុំអស់រឿងប៉ុណ្ណឹងហើយយប់ជ្រៅណាស់បងប្អូនដល់ម៉ោងចូលកណ្ដាលអាត្រៀតចិត្តចូលកណ្ដាលត្រៀតឲ្យសូមសម្រាប់ត្រឹមប៉ុណ្ណេះហើយរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីអ្នកនៅស្រុកអាមេរិកកុំភ្លេចទៅបោះឆ្នោតព្រោះថ្ងៃនេះថ្ងៃចុងក្រោយបាទសូមអរគុណសូមជម្រាបលា